จังไงជំរាបសួរបងបាទបងជួយជំរាបឈ្មោះផងឈ្មោះអីដែរខ្ញុំឈ្មោះអូសវុតនៅភូមិតពាំងឈូកភូមិអូសោស្រុកខេត្តឈុំខេត្តស្វាយរៀងខាងស្វាយជ្រុំដែរណាបាទខ្ញុំឈឺអលិកម្រងនោមរយៈកាលជាង1ឆ្នាំជាងហើយជានោមទៅជានោមទៅវាក្តៅហើយទឹកនោមពណ៌រៀងលឿងមកពេលខ្ញុំទៅពេទ្យទៅលេបថ្នាំពេទ្យវាអត់ជាពេទ្យថាឲ្យពូយើងអលិខ្លាំងឲ្យប្រើរយៈកាលរៀងយូរដល់មិនជាខ្ញុំបើកប៉ុស្តិ៍វិទ្យុស្ដាប់ទៅដល់ពេលលើទៅខ្ញុំតែចូលលោកគ្រូហ្នឹងចាខ្ញុំកាលពីមុនខ្ញុំមិនដែរចេះជឿទេដល់ពេលខ្ញុំបើកទៅខ្ញុំសាកមើលដល់ពេលសាកមើលទៅធូរចាមកជានោមលែងញឹកថាសឹងថា90%មកចាពីមុនមកវាធ្វើទុកមិនខ្លះដែរបងវាចេះតែក្តៅហើយឈឺហើយលេងអាក្តៅអាគោលឆ្កេះហ្នឹងហើយនោមញឹកដល់ពេលនេះថាខ្ញុំនិយាយថាផូតផងមកយប់សឹងថា7 ដង8 ដងអត់បានទេខ្ញុំតែប្រាប់លោកគ្រូចឹងហើយដល់ពេលឥឡូវមកយកតែ2 ដងធម្មតាចាយប់មិញតែម្ដងហ្នឹងចាពេលមុនអាបត់ជើងញឹកហ្នឹងមានក្តៅឬក៏វាលឿងក្តៅពុះអីដែរទឹកនោមក្តៅមកក្តៅដូចថាក្តៅឲ្យកាហាយទ្វានោមយើងចឹងដល់ពេលឈួលវាខួលអីដែរចាដល់ពេលចឹងទៅខ្ញុំលេងស្ដាប់ប៉ុស្តិ៍វិទ្យុហ្នឹងដល់ពេលលើចឹងទៅខ្ញុំថាអាដេញជីវមើលចាមុនបងមិនដែរចេះជឿទេតែខ្ញុំមិនហ្នឹងដល់ពេលចឹងទៅដល់ពេលសាកមើលជាខ្ញុំជាវាធ្វើទុកបងប្រហែលជាប្រហែលឆ្នាំមើលបងខ្ញុំជាង1ឆ្នាំជាង1ឆ្នាំចានោមខ្ញុំទៅដល់ពេទ្យមន្ទីរឃុំប៉ុណ្ណឹងគេថាលាកកម្រងនោមហើយដល់ពេទ្យមកពេទ្យដុនសក៏នៅមិនបាត់ទៅពងរោងទៀតក៏មិនបាត់ចាទៅច្រើនកន្លែងដែរតែគេថាមិនដែរបងពេទ្យទៅគេថាយកលាកខ្លាំងចាហើយដល់ពេលចឹងទៅខ្ញុំហូបឆ្នាំហ្នឹងឥឡូវបងហាជាទៅចុះពេលបងប្រើអានេះប្រហែលជាប្រហែលថ្ងៃដឹងធូរប្រើបានប្រហែលជា2 3 ថ្ងៃយ៉ាង2 3ថ្ងៃដែរដល់ពេលចឹងទៅលេងនោមញឹកកាលមុនខ្ញុំដូចថាអត់សូវបានសម្រានទេវានោមញឹកពេកចាដល់ពេលឥឡូវខ្ញុំសូមអរគុណក្រុមហ៊ុនខាវិធីឡើងជាប៉ັດប្រកាសម៉ែហិនចាកាលពីមុនខ្ញុំមិនដែរចេះជឿទេឥឡូវខ្ញុំជឿបាទបងហ្នឹងហើយសប្បាយចិត្តណាចាឥឡូវខ្ញុំជឿថែមទៀតចាបងចុះបើប្រៀបធៀបពីមុនប្រើហើយក្រោយពេលប្រើបានមួយរយៈនេះមកក្នុងខ្លួនហើយថាជាបានភាគរយចាដូចថា90% ហើយសឹងតែជាហើយចាយប់មិញនោមតែមួយសាអូបាទកាលពីមុនមកមានតែថានោមជាប់រហូតមកហើយទាំងអស់នេះជាពាក្យពិតណាអត់មានភូតកុហកណាអត់ភូតកុហកទេខ្ញុំសូមអរគុណមិនក្រុមហ៊ុនជួលឲ្យបងនិយាយទេអត់មានជួលទេអញ្ចឹងឈឺខ្លួនឯងប្រើទៅចាជាប៉ັດប្រកាសបងអញ្ចឹងមិនជាវមកហ្នឹងហើយបងអញ្ចឹងហើយជាចុងក្រោយបងមានជាពាក្យពេចន៍អី5ផ្ញើទៅកាន់ពុកម៉ែបងប្អូនយើងហ៎កាន់បងប្អូនដែលដេញឈឺលាកកម្រងនោមដៅកាហាយដូចខ្ញុំនឹងឲ្យជីវឆ្នាំខាលបុធីលទៅជាមែនជាប៉ັດប្រកាសណាចាបាទអរគុណច្រើនមែនតើបងបាទអរគុណ